សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបគ្នាទៀតហើយនៅក្នុងនេះផងដែរគឺយើងមកមើលពីអ្នកហ្នឹងគេនៅថ្ងៃទី25ខែ3ឆ្នាំ2026នេះតើអ្នកអាចនឹងគេយ៉ាងណាដែរនៅក្នុងថ្ងៃទី25ខែ3ឆ្នាំ2026ដូច្នេះហើយចាំចូលតាមដានទស្សនាទាំងអស់គ្នាតើអ្នកទាំងអស់គ្នានៅក្នុងថ្ងៃទី25ខែ3ឆ្នាំ2026នេះយ៉ាងណាដូច្នេះសូមសន្និដ្ឋានបងប្អូនទាំងអស់គ្នាចំនួន2សន្លឹកហើយតើអ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងណានៅក្នុងថ្ងៃទី25ខែ3ឆ្នាំ2026សូមសន្លឹកកាតគេ2សន្លឹកដូចគ្នាតើគេមានអារម្មណ៍យ៉ាងណានៅថ្ងៃទី25ខែ3ឆ្នាំ2026សូមមកសន្លឹកទៀតរួចហើយចាំយើងចូលមើលទាំងអស់គ្នារួចហើយបងប្អូនទាំងអស់គ្នាឥឡូវយើងចូលមើលតែម្ដងថាតើអ្នកទាំងអស់គ្នានៅក្នុងថ្ងៃទី25ខែ3ឆ្នាំ2026នេះអ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងណាសម្រាប់អារម្មណ៍បងប្អូនទាំងអស់គ្នាផ្ទាល់នៅថ្ងៃទី25ខែ3នេះផងដែរមើលឃើញថាអ្នកទាំងអស់គ្នាមានអារម្មណ៍ថានៅនឹកគិតអំពីមនុស្សម្នាក់ហ្នឹងហើយអ្វីដែលសំខាន់មើលឃើញថាមនុស្សម្នាក់ហ្នឹងគាត់ធ្លាប់បានធ្វើខុសដាក់បងប្អូនទាំងអស់គ្នាអ្នកទាំងអស់គ្នាចង់ឲ្យមនុស្សម្នាក់ហ្នឹងមកសុំទោសបងប្អូនទាំងអស់គ្នាអ្វីដែលសំខាន់នោះអ្នកទាំងអស់គ្នាអានថានៅតែនឹកគិតដល់គេទៀតទោះបីជាដឹងហើយថាអ្នកហើយនឹងគាត់ហ្នឹងគឺបានបែកគ្នាហើយអ្វីដែលសំខាន់អារម្មណ៍របស់អ្នកទាំងអស់គ្នាផ្ទាល់ចង់ឲ្យមនុស្សម្នាក់ហ្នឹងមកសុំទោសអ្នកទាំងអស់គ្នាខ្លាំងមែនទែនមិនថាកំហុសមនុស្សម្នាក់ហ្នឹងធ្លាប់បានធ្វើអ្វីដាក់អ្នកទាំងអស់គ្នាឡើយចង់ឲ្យគាត់ដឹងខ្លួនខុសហើយមកសុំទោសបងប្អូនទាំងអស់គ្នាអ្វីដែលសំខាន់នោះការទៀមទារបស់អ្នកទាំងអស់គ្នាហ្នឹងអត់ដឹងថាគេហ្នឹងអាចធ្វើបានឬក៏អត់ទេពីព្រោះអ្វីដែលសំខាន់នោះគឺអ្នកហើយនឹងគាត់គឺបានបែកគ្នាហើយឬក៏នៅឆ្ងាយគ្នាហើយទោះបីជាគេធ្វើឬក៏មិនធ្វើអាហ្នឹងយើងក៏អត់ដឹងធ្វើមិនដែរប៉ុន្តែអារម្មណ៍អ្នកទាំងអស់គ្នាផ្ទាល់ចង់ឲ្យមនុស្សម្នាក់ហ្នឹងដឹងខ្លួនខុសហើយមកសុំទោសអ្នកចំណែកអារម្មណ៍របស់មនុស្សម្នាក់ហ្នឹងវិញអារម្មណ៍របស់មនុស្សម្នាក់ហ្នឹងវិញមើលឃើញថានៅក្នុងពេលនេះគាត់មានការភ្ញាក់ខ្លួនដែររាល់កំហុសរបស់គាត់ដែលបានធ្វើដាក់បងប្អូនទាំងអស់គ្នាហ្នឹងមានន័យថាកំហុសគ្រប់យ៉ាងគឺជាកំហុសរបស់គាត់ទេមិនមែនជាកំហុសរបស់អ្នកទាំងអស់គ្នាឡើយដោយសារតែគាត់នឹងធ្វើខុសហើយទម្លាក់កំហុសដាក់បងប្អូនទាំងអស់គ្នាដូច្នេះហើយជាហេតុធ្វើឲ្យបងប្អូនទាំងអស់គ្នាមានការខឹងជាមួយនឹងគាត់ចង់ឲ្យគាត់ដឹងខុសហើយសុំទោសអ្នកដូច្នេះហើយនៅក្នុងនោះវាមានការជាប់ពាក់ព័ន្ធគ្នាមែនហើយមិនត្រឹមតែប៉ុណ្ណោះទៀតមើលឃើញថាមនុស្សម្នាក់ហ្នឹងគាត់ចង់ប្រាប់អ្នកទាំងអស់គ្នាថាគឺគាត់បានចាកចេញពីបងប្អូនទាំងអស់គ្នាមុនអ្នកទាំងអស់គ្នាចាកចេញពីគាត់មិនមែនអ្នកទាំងអស់គ្នាចេញមុនគាត់ទេនៅក្នុងនេះអាចថាចិត្តរបស់គាត់ឬក៏ខ្លួនគាត់ផ្ទាល់ហ្នឹងមានការចេញឆ្ងាយពីអ្នកទាំងអស់គ្នាមុនអ្នកទាំងអស់គ្នាចេញពីគាត់ទៅទៀតហើយកំហុសគ្រប់យ៉ាងដែលគាត់បានធ្វើគឺគាត់ទទួលស្គាល់ថាគាត់ពិតជាបានធ្វើខុសដាក់បងប្អូនទាំងអស់គ្នាមែនគាត់ទទួលស្គាល់ថាកំហុសគ្រប់យ៉ាងហ្នឹងគឺជាកំហុសរបស់គាត់មិនមែនជាកំហុសរបស់បងប្អូនទាំងអស់គ្នាទេដូច្នេះហើយមើលឃើញថានៅក្នុងថ្ងៃទី25នេះអារម្មណ៍របស់បងប្អូនទាំងអស់គ្នាផ្ទាល់អ្នកទាំងអស់គ្នានៅតែមានការសោកស្ដាយជាមួយនឹងទង្វើរបស់មនុស្សម្នាក់ហ្នឹងដូច្នេះហើយចង់ឲ្យគាត់សុំទោសអ្នកទាំងអស់គ្នាទោះបីមិនសុំទោសភ្លាមនៅក្នុងពេលឥឡូវហ្នឹងក៏ដោយឥឡូវនេះអ្នកទាំងអស់គ្នាបែកគ្នាមែនប៉ុន្តែអ្នកទាំងអស់គ្នាជឿជាក់ថាឬក៏សង្ឃឹមថា
មនុស្សម្នាក់ហ្នឹងនឹងសុំទោសបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃណាមួយហើយគេក៏ទទួលស្គាល់កំហុសដែរសម្រាប់មនុស្សម្នាក់ហ្នឹងគាត់ដឹងគ្រប់យ៉ាងថាកំហុសគ្រប់យ៉ាងគឺជារបស់គាត់មិនមែនកំហុសអ្នកទាំងអស់គ្នាទេគ្រាន់តែថាគាត់ទម្លាក់កំហុសទាំងអស់ហ្នឹងដាក់បងប្អូនទាំងអស់គ្នាតែប៉ុណ្ណោះដូច្នេះហើយមើលឃើញថាអារម្មណ៍របស់អ្នកហើយនឹងគាត់នៅក្នុងម្លងពេលនេះអានថាមានការដឹងខ្លួនរៀងខ្លួនអ្នកទាំងអស់គ្នាចង់ឲ្យគេធ្វើបែបណាដាក់អ្នកហើយនៅក្នុងនេះមើលឃើញថាមនុស្សម្នាក់ហ្នឹងគាត់ដឹងកំហុសមែនប៉ុន្តែបើឲ្យគាត់មកសុំទោសអ្នកទាំងអស់គ្នាក៏អត់ដឹងថាគេហ្នឹងមកឬក៏អត់ដែរដោយសារតែមើលឃើញថាមនុស្សម្នាក់ហ្នឹងអាចថាគាត់បានចាក់ចេញពីអ្នកទាំងអស់គ្នាមុនអ្នកទាំងអស់គ្នាចាក់ចេញពីគាត់ទៀតបើសិនជាស្ដាប់ទៅធ្វើអ្នកទាំងអស់គ្នារៀងមានការអន់ចិត្តខ្លាំងជាមួយមនុស្សម្នាក់ហ្នឹងដូច្នេះហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់អំពីអត្ថន័យនៃវីដេអូមួយនេះផងដែរដោយសារតែយើងមើលខ្លីៗទេបងប្អូនទាំងអស់គ្នាដូច្នេះហើយចាំទស្សនានៅវីដេអូក្រោយៗទៀតអរគុណច្រើនដល់បងប្អូនទាំងអស់គ្នាដែលចូលតាមដានទស្សនានៅវីដេអូនេះជូនពរបងប្អូនទាំងអស់គ្នាជោគជ័យក្នុងរឿងការងាររឿងលុយកាក់និងរឿងស្នេហារបស់បងប្អូនទាំងអស់គ្នាផងដែរអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតចាអរគុណ